សួស្តីខ្ញុំជា Jennifer ខ្ញុំជាញឹកញាប់ពីបុរសនិងស្ត្រីជាច្រើននិយាយថាវាពិបាកណាស់ក្នុងការស្វែងរកមិត្តរួមជីវិតដែលត្រឹមត្រូវដូច្នេះខ្ញុំសួរតើអ្នកជឿថាតើអ្វីជ្រុះបីបានមានតម្លៃបំផុតក្នុងទំនាក់ទំនងណាមួយមានមនុស្សខ្លះនិយាយថាជាសាច់ប្រាក់ពេលវេលាដោយឡែកពាក្យលើកទឹកចិត្តអំណោយសន្យាឬសកម្មភាពជួយគ្នាការប៉ះពាល់ផ្លូវកាយការជឿទុកចិត្តភាពស្មោះត្រង់ការយល់ដឹងការថែទាំជាដើមតាមទស្សនៈរបស់ខ្ញុំរូបេបានមានតម្លៃបំផុតក្នុងទំនាក់ទំនងណាមួយគឺការយកចិត្តទុកដាក់ការយកចិត្តទុកដាក់គឺជាខំពោរស់នៅពីក្រោយអ្វីទាំងអស់នោះហេតុអ្វីបានជាការយកចិត្តទុកដាក់គឺជារូបេបានពិតប្រាកដការយកចិត្តទុកដាក់មានភាពមានអំណាច4យ៉ាងក្នុងពេលតែមួយការយល់ដឹងប្រាប់មនុស្សម្ខាងថាក៏ខ្ញុំមើលឃើញអ្នកខ្ញុំសង្កេតឃើញអ្វីកំពុងកើតឡើងទី2ការស្ថិតនៅប្រាប់មនុស្សម្ខាងថាក៏ខ្ញុំស្ថិតនៅទីនេះជាមួយអ្នកមិនមែនកន្លែងផ្សេងទេការផ្ដោតអារម្មណ៍ប្រាប់មនុស្សម្ខាងថាជារឿងនេះសំខាន់សម្រាប់ខ្ញុំឥឡូវនេះការវិនិយោគផ្លូវអារម្មណ៍ប្រាប់មនុស្សម្ខាងថាពួកខ្ញុំមានការថែរក្សាដល់ថ្នាក់ចូលរួមជាមួយពេលមាននរណាម្នាក់ផ្ដល់ការយកចិត្តទុកដាក់ឲ្យអ្នកគាត់កំពុងផ្ដល់ធម៌ពលជីវិតរបស់គាត់ឲ្យអ្នកហេតុអ្វីបានជាការយកចិត្តទុកដាក់គឺជាអំណោយដ៏មានអំណាចដែលបង្កើតការភ្ជាប់ឲ្យលឿនជាងអ្វីទាំងអស់ហើយហេតុអ្វីបានជាការខ្វះវាធ្វើឲ្យមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងដូច្នេះតើការយកចិត្តទុកដាក់បង្កើតឬបំបែកទំនាក់ទំនងយ៉ាងដូចម្តេចទំនាក់ទំនងគ្រប់ប្រភេទមិនថាជាស្នេហាមាតាបិតាគ្រួសារមិត្តភាពឬអាជីវកម្មការយកចិត្តទុកដាក់កំណត់ការជឿទុកចិត្តសុវត្ថិភាពការគោរពភាពស្មោះត្រង់ភាពអាចទុកចិត្តភាពជិតស្និទ្ធនិងឥទ្ធិពលនៅកន្លែងដែលការយកចិត្តទុកដាក់មានភាពផេរស្អាតនិងច្បាស់ទំនាក់ទំនងនឹងរីកចម្រើននៅកន្លែងដែលការយកចិត្តទុកដាក់បែកបាក់មានលក្ខខណ្ឌឬបំពានទំនាក់ទំនងនឹងខ្សោយខ្ញុំឃើញថាមនុស្សភាគច្រើនមិនបានផ្ដាច់ទំនាក់ទំនងដោយសារខ្វះស្នេហាទេពួកគេផ្ដាច់ទំនាក់ទំនងដោយសារខ្វះវត្តមានដែលយកចិត្តទុកដាក់ហេតុអ្វីបានជាមនុស្សដែលមានសុខភាពល្អនៅក្នុងទំនាក់ទំនងល្អប្រើការយកចិត្តទុកដាក់ចាប់ផ្ដើមពីខ្លួនឯងជាមុនខ្ញុំដឹងថាប្រសិនបើអ្នកជាស្ត្រីអាស៊ីម្នាក់ដែលកំពុងជាប់នៅលើតម្លៃបុរាណនិងជាប់ពាត់ក្នុងប្រពៃណីអ្នកអាចមានអារម្មណ៍ថាវាជាការខ្វះអត្តចរិតព្រោះជាស្ត្រីជនជាតិអាស៊ីយើងត្រូវបានបង្រៀនឲ្យបោះបង់ខ្លួនឯងដើម្បីក្លាយជាកូនស្រីភរិយាឬម្ដាយល្អហើយយើងតែងតែត្រូវដាក់ខ្លួនឯងនៅចុងក្រោយជានិច្ចខ្ញុំគិតថាវាជាបុរសដែលបង្កើតនិងដាក់បញ្ចូលគំនិតនេះដោយភ្លេចថាគាត់មានម្ដាយប្រហែលជានាងស្រីភរិយាឬកូនស្រីផងដែរជាសំណាងសម្រាប់យើងនៅសម័យបច្ចុប្បន្ននេះទំនាក់ទំនងដែលរឹងមាំបំផុតត្រូវបានកសាងឡើងដោយមនុស្សដែលចាប់ផ្ដើមផ្ដោតអារម្មណ៍ខ្លួនឯងជាមុនសិនពេលដែលអារម្មណ៍របស់អ្នកត្រូវបានបង្រួមចិត្តនៅក្នុងខ្លួនឯងអ្នកនឹងឆ្លើយតបជំនួសឲ្យប្រតិកម្មអ្នកអាចតាក់ទងដោយមិនចាំបាច់ពន្យល់លើសកំណត់អ្នកកំណត់ព្រំដែនដោយគ្មានអារម្មណ៍ខុសត្រូវអ្នកបញ្ឈប់ការតាមរកការទទួលស្គាល់ពីអ្នកដទៃការផ្ដោតអារម្មណ៍លើខ្លួនឯងបង្កើតតម្លៃខ្លួនឯងចាប់ពីកន្លែងនោះការផ្ដោតអារម្មណ៍ទៅអ្នកដទៃនឹងស្អាតនិងច្បាស់មិនមែនដោយត្រូវការឬជាការផ្លាស់ប្ដូរនិងមិនធ្វើឲ្យអស់កម្លាំងទេយើងមកមើលការផ្ដោតអារម្មណ៍ប្រៀបធៀបនឹងការតាមប្រម៉ាញ់ពេលដែលអារម្មណ៍ត្រូវបានផ្ដោតទៅខាងក្រៅហើយគ្មានមូលដ្ឋានវានឹងคล้ายទៅជាការស្វែងរកការយល់ព្រមការផ្ដោតលើសកំណត់ការបង្ហាញតម្លៃខ្លួនឯងនិងការចេះហត់ភ្លើអារម្មណ៍ពេលដែលអារម្មណ៍ត្រូវបានផ្ដោតទៅខាងក្នុងហើយមានស្ថិរភាពវានឹងคล้ายទៅជាការទំនុកចិត្តភាពច្បាស់លាស់ភាពដឹកនាំស្ងប់ស្ងាត់និងវត្តមានដែលតាក់ទាញអ្នកមិនត្រូវការបញ្ចុះបញ្ចូលអ្នកដទៃអំពីតម្លៃរបស់អ្នកទៀតទេវត្តមានរបស់អ្នកអាចបញ្ជាក់ឲ្យដឹងដោយងាយស្រួលយើងមកមើលអំណាចស្ងប់ស្ងាត់នៃការផ្ដោតអារម្មណ៍ការផ្ដោតអារម្មណ៍មិនចាំបាច់ត្រូវធ្វើឲ្យលឺសំឡេងខ្លាំងទេវាមិនចាំបាច់ត្រូវការពាក្យជានិច្ចទេវាមិនចាំបាច់ត្រូវការពន្យល់ទេពេលដែលការផ្ដោតអារម្មណ៍មានមូលដ្ឋានភាពស្ងាត់និងមានអារម្មណ៍ថាបានសុវត្ថិភាពវត្តមាននឹងមានអារម្មណ៍ថាមានស្ថិរភាពតម្លៃខ្លួនឯងនឹងមានអារម្មណ៍ថាមានតែមិនចាំបាច់ត្រូវតែជែកប្រកែកទេក្នុងទំនាក់ទំនងមនុស្សដែលមានឥទ្ធិពលបំផុតមិនមែនអ្នកដែលសំឡេងខ្លាំងទេតែគឺជាអ្នកដែលមានវត្តមានខ្លាំងបំផុតសរុបមកការផ្ដោតអារម្មណ៍គឺជ្រុះបីបានមានតម្លៃបំផុតក្នុងទំនាក់ទំនងណាមួយព្រោះវាផ្ដល់ជីវិតដល់ការភ្ជាប់វាបញ្ជាក់ពីតម្លៃដោយមិនចាំបាច់មានពាក្យបង្កើតការជឿជាក់និងសុវត្ថិភាពបង្ហាញពីតម្លៃខ្លួនឯងតាមរយៈវត្តមាន
ហើយពេលដែលការផ្ដោតអារម្មណ៍ត្រូវបានវិនិយោគលើខ្លួនឯងជាដំបូងទំនាក់ទំនងទាំងអស់នឹងទទួលបានអត្ថប្រយោជន៍អ្នកមិនបដូរការផ្ដោតអារម្មណ៍ជំនួសស្នេហាអ្នកមិនផ្ដោតវាដើម្បីឲ្យគេជ្រើសរើសអ្នកទេអ្នកចែករំលែកវាពីភាពពេញលេញរបស់ខ្លួន